បងប្អូនមិនទម្លាប់ប្រើថាគិតកៈបងអូពេលម្សិលមិញនោះប៉ូលីសចាប់បានគិតកៈ2នាក់មានដើរនិយាយពាក្យថាចាប់បានគិតកៈ2នាក់មកពីណាយើងប្រើថាគិតកមែនទេបាទគិតកបាទខ្ញុំលើកចឹងយកពាក្យដែលគេសរសេរខុសបន្តទៀតហើយក៏សូមអធិស្ឋានចំពោះបងប្អូនដែល comment ស្នើសុំឲ្យខ្ញុំបញ្យល់ពាក្យនេះពាក្យនោះដែលខ្ញុំមិនទាន់បានឆ្លើយតបបាទមានសំណួរច្រើនចឹងខ្ញុំធ្វើវីដេអូនេះលើកឡើងម្ដងមួយហើយសូមបងប្អូនរងចាំណាបើសិនជាក្នុងករណីខ្ញុំរំលងមិនបានឆ្លើយតបជូនបងប្អូនអាច comment ម្ដងទៀតបាទនៅថ្ងៃនេះខ្ញុំលើកយកពាក្យថាឃាតករបាទឃាតករគេសរសេរអត់មានរខដាក់ស្រអ៊ីតនិងកបាទឃាតករគេសរសេរបែបនេះគឺមិនត្រឹមត្រូវទេបើយើងបើកនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃជួនណាតគឺមានពាក្យថាឃាតកៈបាទឃាតកៈហ្នឹងយើងប្រែថាអ្នកសម្លាប់អ្នកធ្វើឃាតឬក៏អ្នកធ្វើការសម្លាប់ណាឃាតកៈប៉ុន្តែភាសាដែលយើងប្រើទូទៅឥឡូវនេះយើងមិនដែលប្រើពាក្យថាឃាតកៈទេបាទយើងអត់ប្រើឃាតកៈទេយើងប្រើពាក្យថាឃាតករបាទឃាតករជាទូទៅគឺយើងប្រើពាក្យហ្នឹងស្ទើរតែ 100% ហើយយើងប្រើពាក្យថាឃាតករដោយឡែកនៅពេលដែលយើងសរសេរយើងបើកវចនានុក្រមសម្ដេចសង្ឃជួនណាតវាអត់មានពាក្យថាឃាតករវាមានតែពាក្យថាឃាតកៈអានោះពាក្យដែលត្រឹមត្រូវគឺឃាតកៈប៉ុន្តែយើងអត់ប្រើណាយើងអត់ប្រើឃាតកៈទេក្នុងនេះប្រើឃាតករដល់ពេលឆែកនៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាតអត់ឃើញពាក្យថាឃាតករគឺយកពាក្យឃាតកៈនោះមកប្រើប៉ុន្តែលុបយុគលៈបន្ទុចោលនៅត្រឹមឃាតករខ្ញុំសួរថាអានមិនបានចេញថាឃាតករបើអត់មានយុគលៈបន្ទុណាឃាតករក៏ពាក្យកបច្ច័យនៅខាងក្រោយហ្នឹងគឺសំដៅទៅលើមនុស្សណាសំដៅទៅលើមនុស្សឬក៏គេហៅថានាមការនោះនាមការសម្គាល់ទៅលើមនុស្សឧទាហរណ៍ដូចជាកសិករពលករណាកម្មករពាណិជ្ជករមានកខាងក្រោយហ្នឹងគឺជានាមការសំដៅទៅលើអ្នកប្រព្រឹត្តអ្នកធ្វើដោយឡែកពាក្យឃាតករនេះឆែកនៅក្នុងវចនានុក្រមវាអត់មានឥឡូវបងប្អូនគិតមិនមានបងប្អូនយើងខ្លះថាបើអត់មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាគឺមិនត្រូវទេមិនយកមកប្រើទេមិនជាផ្លូវការទេបាទសូមបញ្ជាក់ថាឃាតករដែលត្រឹមត្រូវបើយើងប្រើពាក្យថាឃាតករគឺយើងត្រូវថែមរណាយើងត្រូវថែមរអានឹងបានឃាតករត្រឹមត្រូវណាអញ្ចឹងបើសិនជាបងប្អូនចង់ប្រើពាក្យថាឃាតករហ្នឹងគឺសរសេរខដាក់ស្រអ៊ីនិងតកនឹងរអានឹងបានយើងអានចេញថាឃាតករប៉ុន្តែបើអត់មានរទេយើងអានមិនចេញទេយើងអានអត់ចេញទេឥឡូវយើងមើលមើលណាឃាតហើយកមួយនឹងអានមិនចេញអានអត់ចេញទេអញ្ចឹងដើម្បីអានឲ្យចេញគឺគេដាក់អក្សររណាដាក់អក្សររដើម្បីឲ្យអក្សរដែលនៅខាងឆ្វេងអក្សររហ្នឹងអាចណាអានចេញជាស្រៈអឬក៏ស្រៈអូដែលវាមានពាក្យជាគូរបស់វាឃាតករអញ្ចឹងឃាតខឃាតតឃាត1ករក2អញ្ចឹងវាមានពាក្យគូវាអញ្ចឹងបានអានចេញយើងថែមរបានយើងអានចេញឧទាហរណ៍ដូចពាក្យថាជាដកយើងសរសេរចូលដាក់ស្រៈអ៊ីតនិងកអាហ្នឹងយើងអានថាជាដកដោយសារអីដោយសារតែពាក្យនៅខាងមុខជានេះជាពាក្យមួយពាក្យមួយជាងមួយជាងហើយដល់តនិងកអានថាដកអាហ្នឹងយើងអានចេញដោយសារអីដោយសារតែអាកហ្នឹងជាជាអ្នកប្រកបជាមួយនឹងតហ្នឹងអញ្ចឹងបើឃាតករខាងលើយើងយកអាកហ្នឹងមកជាអ្នកប្រកបជាមួយនឹងអក្សរតខាងមុខឬអញ្ចឹងយើងអានថាម៉េចឃាអីឃាតខ្ញុំអានអត់ចេញអានអត់ចេញទេអត់ដូចពាក្យនាយកណដាក់ស្រអ៊ីយកនឹងកអាហ្នឹងយើងអានចេញដោយសារវាមានគូរបស់វាណដាក់ស្រអ៊ីនេះយកនឹងកយកអាហ្នឹងយើងអានចេញណាកហ្នឹងជាអ្នកប្រកបជាមួយនឹងអក្សរយកខាងក្រោយនេះណាអញ្ចឹងយើងប្រកបចេញពាក្យថានយោជកណានយោជកយើងប្រើថាមេដឹកនាំអ្នកដឹកនាំអ្នកតើគេធ្វើការហ្នឹងនយោជកហ្នឹងណាយើងសរសេរណដាក់ស្រៈអេយកដាក់ស្រៈអោចូលនឹងកអញ្ចឹងចូលនឹងកហ្នឹងយើងអានថាជក់វាមានគូវាអញ្ចឹងណាយើងមានគូអញ្ចឹងយើងអានចេញណានេះយកជក់វាមានគូវាចាឃាតករមានគូមកហើយអានមកចេញថាឃាតករដល់ហ្នឹងអញ្ចឹងយើងថែមអក្សររដើម្បីឲ្យអក្សរនៅខាងឆ្វេងដៃនៃអក្សររហ្នឹងអានចេញទៅជាស្រៈអឬក៏ស្រៈអូណាអានចេញទៅជាស្រៈឬស្រៈអូដែលវាមានពាក្យជាគូណាអញ្ចឹងយើងដាក់រមកខដាក់ស្អៀនឹងតឃាតណាខស្អៀនឹងតឃាតតាក់ករអញ្ចឹងយើងថែមរមកបាន
អាកហ្នឹងវាអាចអានចេញទៅជាស្រអអានកបានតោះឥឡូវខ្ញុំឧទាហរណ៍មួយទៀតពាក្យបដាក់ស្រអៀនឹងណបងប្អូនអានថាម៉េចមិនអានថាពៀនមែនទេពៀនថាពាក្យជំនាញយើងប្រែទៅជើងពៀនតែបើខ្ញុំដាក់រពីខាងក្រោយយើងអានថាម៉េចអាហ្នឹងយើងអានថា piano ណា piano អញ្ចឹង piano នេះវាជាមួយព្យាង្គដំណយើងអានចេញដោយសារអីដោយសារមានរអញ្ចឹងយើងដាក់រមកវាធ្វើឲ្យអក្សរ no នៅខាងឆ្វេងដៃនៃអក្សររហ្នឹងអានចេញទៅជាស្រអឬក៏ស្រអហ្នឹងអញ្ចឹងយើងអានថា piano ណាបើវា piano ពៀនរយើងអានថា piano យើងលែងអានថាពៀនហើយអញ្ចឹង piano នេះយើងប្រែថាសត្វស្វាឃើញទេបើមានពាក្យអីទៀតអក្សរឲ្យចាញ់អានចេញទៅជាស្រអតឥឡូវខ្ញុំសរសេរកជើងរនឹងមកបងប្អូនអានថាម៉េចកជើងរនឹងមកអានថាក្រមឃើញទេអានថាក្រមជាពាក្យតែមួយជាមួយព្យាង្គណាក្រមយើងអានចេញបាទក្រមនេះយើងប្រែថាក្បួនខ្នាតនោះណាក្រមក្បួនចុះបើសិនជាខ្ញុំដាក់រខ្ញុំដាក់អក្សររខាងក្រោយយើងអានថាម៉េចយើងអានថាក្រមកជើងរក្រមកនឹងរមកក្រមអញ្ចឹងនៅពេលដែលយើងដាក់អក្សររវាធ្វើឲ្យណាជើងជាអ្នកឬក៏អក្សរដែលនៅខាងឆ្វេងដៃអក្សររហ្នឹងអាចប្រកបចេញទៅជាស្រអឬក៏ស្រអហ្នឹងយើងអញ្ចឹងយើងអានថាក្រមនេះដូចក្រមដំបៅហ្នឹងក្រមដំបៅគឺយើងសេអញ្ចឹងមែនទេបាទតើស្រអឧទាហរណ៍ខ្ញុំសេអនឹងងជើងកបងប្អូនអានថាម៉េចអង្គអនឹងងជើងកអង្គមែនទេគឺមួយព្យាង្គតែបើខ្ញុំដាក់រពីខាងក្រោយដាក់រថែមពីខាងក្រោយយើងអានថាម៉េចយើងអានថាអង្គឃើញទេនៅពេលដែលយើងដាក់អក្សររវាធ្វើឲ្យអក្សរដែលនៅខាងឆ្វេងដៃអក្សររនេះអក្សរកជើងកនេះអាជើងកនេះយើងអានចេញទៅជាស្រអណាអង្គណាអង្គចុះបើក្នុងករណីយើងសរសេរអនឹងងជើងកយើងអានថាម៉េចយើងអានថាម៉េចអង្គកាក់ហ៎អង្គកាក់ឬក៏អង្គអីណាតែបើខ្ញុំដាក់អក្សររពីខាងក្រោយយើងអានចេញថាអង្គមែនទេអនឹងអង្គជើងកនឹងរអង្គទៅពេលយើងដាក់អក្សររមកវាធ្វើឲ្យអក្សរដែលនៅខាងឆ្វេងដៃអក្សររហ្នឹងអាចអានទៅស្រអឬក៏ស្រអបានតោះហ្នឹងអញ្ចឹងសរុបជារួមពាក្យថាឃាតករបើបងប្អូនប្រើពាក្យឃាតករគឺត្រូវតែដាក់របើអត់ដាក់រទេអត់ត្រឹមត្រូវទេបើអត់ចង់ដាក់រគឺយើងដាក់ឃាតកៈកំលុបណាចុច2ឬក៏យុគលៈបន្ទុកហ្នឹងកំលុបតែលុបយើងអានអត់ចេញទេតោះហ្នឹងចឹងខ្ញុំឃើញគេសរសេរកាលពីមុនក៏ខ្ញុំធ្លាប់មានកំហុសដែរគេសរសេរឃាតករអត់មានរណាឃាតករអត់មានរហើយអត់មានចុច2ទៀតណាអត់មានចុច2ទៀតអាហ្នឹងអត់មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាទេណាហើយបើចង់យកតាមសម្ដេចសង្ឃជួនណាត្រូវតែដាក់ឃាតកៈប៉ុន្តែបងប្អូនមិនទម្លាប់ប្រើថាឃាតកៈផងពេលម្សិលមិញនោះប៉ូលីសចាប់បានឃាតកៈ2នាក់មានដើរនិយាយពាក្យថាចាប់បានឃាតកៈ2នាក់មកពីណាយើងប្រើថាឃាតករមែនទេបាទឃាតករអញ្ចឹងបើចង់ប្រើពាក្យឃាតករត្រូវថែមរមកអាហ្នឹងបានត្រឹមត្រូវបាទចូលរួមប៉ុណ្ណឹងចុះតើអ្នកធ្លាប់ពិបាកទេពេលនិយាយភាសាអង់គ្លេសមិនដឹងថាត្រូវប្រើការមួយណាពេលណាប្រើការ present ពេលណាប្រើការ past ពេលណាប្រើការ future ឥឡូវនេះលែងជាបញ្ហាទៀតហើយ more than 12 English tenses សៀវភៅដែលបញ្យល់ពីកាលទាំង12យ៉ាងច្បាស់លម្អិតនិងងាយយល់ជួយឲ្យអ្នកប្រើប្រាស់កាលបានត្រឹមត្រូវនិងមានទំនុកចិត្តជាងមុនរៀនម្ដងយល់ច្បាស់ប្រើបានពិត more than 12 English tenses សៀវភៅកាលល្អដែលអ្នកមិនគួររំលង